ក្រុមជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកមនុស្សរាប់រយនាក់ដែលបានបាត់ខ្លួនបន្ទាប់ពីមានទឹកជំនន់និងការបាក់ដីដ៏ធ្ងន់ធ្ងរបានកើតឡើងនៅតំបន់ព្រំដែនជួរភ្នំហិមាឡាយ៉ារវាងប្រទេសនេប៉ាល់និងតំបន់ទីបេដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់160នាក់បានស្លាប់គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃពុធទី26ខែសីហាឆ្នាំ2026បន្ទាប់ពីដុំថ្មព្រិលនិងទឹកកកដ៏ធំមួយដុំបានធ្លាក់ចូលទៅក្នុងទន្លេមួយនៅជិតតំបន់ព្រំដែនដែលបណ្ដាលឲ្យមានលំហូរដ៏ខ្លាំងក្លានៃភក់និងកម្ទេចកំទីនានាហូរចុះមកផ្នែកខាងក្រោមនៃទន្លេភូមិនិងតំបន់ផ្សារទាំងមូលត្រូវបានបំផ្លាញខ្ទេចខ្ទីខណៈដែលផ្លូវថ្នល់ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក៏ត្រូវបានបំផ្លាញផងដែរអាជ្ញាធរនេប៉ាល់បានឲ្យដឹងថាដំបូងឡើយមានភ្ញៀវទេសចរជាង400នាក់ដែលមិនអាចទាក់ទងបានឬមិនដឹងពីដំណឹងដែលក្នុងនោះរួមមានជនបរទេសរាប់រយនាក់ចំណែកនៅផ្នែកខាងប្រទេសចិនវិញប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន3នាក់និង265នាក់ទៀតបានបាត់ខ្លួនមូលហេតុនៃគ្រោះមហន្តរាយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតខណៈដែលអ្នកជំនាញបានប្រមានថាការកកស្ទះដែលនៅសេសសល់នៅផ្នែកខាងលើនៃទន្លេអាចបង្កឲ្យមានទឹកជំនន់មួយទៀតកើតឡើង